សូមព្រះគុណព្រះអង្គហើយបទចម្រៀងដែលខ្ញុំច្រៀងនេះនៅក្នុងទំនុកដំណើរចំពោះ23ដែលព្រះអង្គមានព្រះបន្ទូលថាព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំនឹងមិនខ្វះអ្វីសោះទ្រង់ឲ្យខ្ញុំដេកសម្រាប់នៅទីមានស្មៅខៀវខ្ចីទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនទ្រង់កែប្រលឹងខ្ញុំឡើងវិញទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិតដោយយល់ដល់ព្រះនាមទ្រង់ទូមង្គមដើរកាត់ច្រកភ្នំនៃមនុស្សសេចក្តីស្លាប់គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយបើទ្រង់គង់នៅជាមួយនឹងទូមង្គមប្រណុងហើយនឹងដំបងទ្រង់កំសាន្តចិត្តទូមង្គមទ្រង់រៀបតុនៅមុខទូមង្គមចំពោះពួកខ្មាំងសត្រូវផងទ្រង់ចាក់ប្រេងលៀបលើក្បាលទូមង្គមពេលនេះទូមង្គមក៏ពេញហៀពិតប្រកបជាសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំរាល់តែថ្ងៃដល់រាបអស់មួយជីវិតខ្ញុំអាមែនអរគុណព្រះអង្គជាអ្នកខ្វៀលខ្ញុំមិនបារម្ភឲ្យខ្លើយបីសោពីព្រោះព្រះអង្គទ្រង់សំបរំជាទាំងអូនអ្វីដែលខ្ញុំត្រូវការមកសម្រាប់នៅដើរកាត់ច្រកភ្នំនៃមនុស្សក្នុងសេចក្តីសុខក៏ដោយខ្ញុំមិនភ័យខ្លាចសេចក្តីអាក្រក់ឡើយមានព្រះអង្គហើយគង់នៅជាមួយខ្ញុំសេចក្តីសប្បុរស